ជួនរឿងបងប្អូនពីរនាក់នឹងសំណាញ់វេទមន្តនៅជិតទន្លេធំមួយមានភូមិតូចស្ងប់ស្ងាត់ដែលពោពេញដោយផ្ទៃឈើនិងដើមត្នោតនៅទីនោះបងប្អូនពីរនាក់រស់នៅជាមួយគ្នានិងធ្វើការចាប់ត្រីរាល់ថ្ងៃព្រឹកនេះទន្លេស្ងប់ណាស់បងធំមានចិត្តល្អស្រឡាញ់ជួយអ្នកដទៃប៉ុន្តែប្អូនមានចិត្តលោភនិងគិតតែអំពីខ្លួនឯងទោះជារស់នៅជាមួយគ្នាក៏ដោយចិត្តរបស់ពួកគេខុសគ្នាខ្លាំងត្រីទាំងនេះគួរតែជារបស់ខ្ញុំរាល់ពេលចាប់បានត្រីតារាតែងតែចែកឲ្យញាតិចាស់អ្នកក្រីក្រនិងព្រះសង្ឃគាត់ជឿថាការចែករំលែកនាំមកនូវសេចក្តីសុខសូមយកទៅបរិភោគចុះតែវណ្ណៈវិញគាត់កាន់ត្រីរបស់ខ្លួនយ៉ាងរឹងមាំហើយមិនចង់ចែកអ្វីទាំងអស់គាត់គិតថាកាន់តែបានច្រើនគាត់កាន់តែសប្បាយខ្ញុំចាប់បាត់ខ្ញុំយកជប់មួយព្រះច័ន្ទភ្លឺស្រទន់លើទន្លេទឹកហូរយ៉ាងស្ងប់ស្ងាត់ដូចជាកំពុងសង្កេតចិត្តរបស់មនុស្សទាំងពីរភ្លាវៗនោះវិញ្ញាណទន្លេដ៏ចាស់ប្រាជ្ញាបានលេចឡើងពីទឹកនាងមានមុខសុខសាន្តនិងភ្នែកពោពេញដោយប្រាជ្ញាយំមកសាកចិត្តនេះទាំងពីរវិញ្ញាណទន្លេផ្ដល់សំណាញ់វេទមន្តមួយឲ្យបងប្អូនទាំងពីរនាងប្រាប់ថាសំណាញ់នេះអាចចាប់ត្រីបានច្រើនបើប្រាស់ដោយចិត្តល្អប្រាដោយចិត្តល្អនៅព្រឹកបន្ទាប់បងប្អូនប្រើសំណាញ់វេទមន្តជាមួយគ្នាត្រីច្រាំងលោតចូលសំណាញ់ហើយពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងយើងគួរចែកគ្នាតែវណ្ណៈមិនពេញចិត្តនឹងអ្វីដែលបានទេគាត់ចង់បានត្រីច្រើនជាងនេះហើយចិត្តលោភចាប់ផ្ដើមគ្រប់គ្រងគាត់ខ្ញុំចង់បានច្រើនជាងនេះវណ្ណៈលួចយ៉ាងសំណាញ់ទៅ5នាក់ឯងគាត់ចាប់ត្រីហិតកំណត់ហើយភ្លាមនោះសំណាញ់វេទមន្តចាប់ផ្ដើមខូចអូទេត្រីរត់គេចសំណាញ់បាត់វេទមន្តហើយវណ្ណៈនឹងសល់តែដៃទេគាត់អង្គុយសោកស្ដាយនៅពីព្រឹបទន្លេតារាប្រើសំណាញ់ដោយចិត្តស្ងប់ស្ងាត់និងគិតពីអ្នកដទៃសំណាញ់ភ្លឺឡើងវិញហើយចាប់បានត្រីគ្រប់គ្រាន់យើងចែកគ្នាទាំងអស់តារាចែកទៅឲ្យអ្នកភូមិទាំងអស់មនុស្សគ្រប់គ្នាសប្បាយរីករាយនិងអរគុណគាត់ពីចិត្តអរគុណណាស់វិញ្ញាណទន្លេលេចឡើងម្ដងទៀតនាងញញឹមនិងពេញចិត្តនឹងអ្វីដែលតារាបានធ្វើចិត្តល្អនាំមកពវណ្ណៈឃើញអ្វីដែលបានកាត់ឡើងហើយចាប់ផ្ដើមយល់ពីកំហុសរបស់ខ្លួនគាត់មានអារម្មណ៍អៀននិងសោកស្ដាយខ្ញុំសុំទោសបងវណ្ណៈសុំទោសបងរបស់ខ្លួនតារាទទួលយកការសុំទោសនិងអភ័យទោសឲ្យគាត់ដោយចិត្តល្អយើងរៀនជាមួយគ្នាបងប្អូនទាំងពីរចាប់ផ្ដើមធ្វើការជាមួយគ្នាវិញដែលមានការយល់ចិត្តនិងជួយគ្នាទៅវិញទៅមកភូមិរៀបចំពិធីជប់លៀងតូចមួយមនុស្សចែករំលែកអាហារសើចសប្បាយនិងរស់រានដោយសុខសាន្តសប្បាយណាស់ទន្លេហូរយ៉ាងស្ងប់ស្ងាត់ក្រោមពន្លឺលិចដូចជាកំពុងថែរក្សាអ្នកដែលមានចិត្តល្អរឿងនេះបង្រៀនយើងថាការចែករំលែកនិងចិត្តល្អនាំមកនូវសេចក្តីសុខអ្នកដែលលោភនឹងបាត់បង់តែអ្នកដែលមានចិត្តល្អនឹងទទួលបានពរយើងនឹងចែកគ្នាជានិច្ច